Hero ជើង4ធ្វើការហិតរកជនរងគ្រោះទាំងយប់ឆ្លាស់គ្នាសម្រាប់បានមួយផ្លែតក៏បន្តធ្វើការទៀតល្មមឈប់ឯណាបងប្អូនទាំងអស់គ្នាអ្នកដែលគាត់ចូលចិត្តស៊ីសាច់វាណាអ្នកដែលគាត់ចូលចិត្តហូបសាច់វាអីហ្នឹងល្មមឈប់ហើយខ្ញុំមិននិយាយបងប្អូនទាំងអស់គ្នាខ្ញុំនិយាយបងប្អូនមួយចំនួនដែលគាត់ចូលចិត្តញ៉ាំសាច់សណកណាដែលគេហៅថាសាច់ឆ្កែហ្នឹងឯងណាចូលចិត្តណាស់ចាវីរៈបុរសជើង4ដែលជាកម្លាំងសំខាន់មួយទៀតស្វែងរកមនុស្សបាត់ខ្លួននៅក្នុងអគារបាងកកបន្ទាប់ពីការរំជួយដីដ៏ធំមួយនៅបាងកកពីឧបទ្ទវហេតុដែលអគារការិយាល័យសវនកម្មថ្មីនៃអគ្គសវនកម្មនៃប្រទេសថៃ OCG ស្ថិតនៅផ្លូវខំផែងផេតធូបានដួលរលំដោយសារតែការរំជួយដីនៅវេលាម៉ោង 1:20 រសៀលបណ្ដាលឲ្យកម្មករសំណង់ស្លាប់និងបាត់ខ្លួនជាច្រើនអ្នកក្រោយការហេតុនិងការវិតម្លៃបឋមពីអ្នកពាក់ព័ន្ធផ្ទៃដែលបាក់រលំនោះត្រូវបានសមត្ថកិច្ចចុះទៅពិនិត្យក្រុមអ្នកជួយសង្គ្រោះកំពុងតែស្វែងរកអស់ពីកម្លាំងកាយនិងកម្លាំងចិត្តដើម្បីរកអ្នកដែលនៅមានជីវិតកងកម្លាំងដ៏សំខាន់មួយទៀតនៅក្នុងបេសកកម្មនេះគឺសត្វឆ្កែប៉ូលីស K9 មកពីផ្នែកល្បាតនៃប្រតិបត្តិការពិសេស191និងសត្វឆ្កែជួយសង្គ្រោះរបស់ក្រុម K9 USAR Thailand ដែលត្រូវបានបណ្ដុះបណ្ដាលយ៉ាងល្អក្នុងការស្វែងរកអ្នកបាត់ខ្លួននៅក្នុងតំបន់គ្រោះមហន្តរាយជាមួយនឹងការស្រង់ក្លិនដ៏ល្អឥតខ្ចោះសត្វឆ្កែពិសេសអាចហិតក្លិននិងស្វែងរកមនុស្សដែលជាប់នៅក្នុងគំនរបាក់បែកគេបានជួយសង្គ្រោះមនុស្សរាប់រយនាក់មកហើយក្នុងបេសកកម្មនេះដែរបងប្អូនក្រុមឆ្កែគឺបានបំពេញភារកិច្ចយ៉ាងលឿនមែនទែននិងជំនាញមានប្រសិទ្ធភាពក្នុងការជួយស្វែងរកអ្នកដែលបាត់ខ្លួនជាច្រើនអ្នកនេះអនុញ្ញាតឲ្យក្រុមសង្គ្រោះប្រញាប់ចូលទៅជួយមនុស្សយ៉ាងបានយ៉ាងជាយ៉ាងណាក៏ដោយក្រុមឆ្កែនៅតែមានវេនធ្វើបេសកកម្មដើម្បីកាត់បន្ថយភាពអស់កម្លាំងតំបន់ស្វែងរកនៅក្នុងកំឡុងពេលសម្រាប់បុគ្គលិកមេដោះនិងរងចាំអ្នកផ្ដល់ទឹកនិងផ្ដល់អាហារដើម្បីតាមដានសុខភាពយ៉ាងដិតដល់ក្រុមឆ្កែទាំង4នេះគឺខ្លាំងមែនទែននៅប្រទេសថៃព្រោះដោយសារតើការវឹកហាត់របស់គេនឹងរបស់ប៉ូលីសគេនឹងគឺវឹកហាត់ឆ្កែបានល្អមែនទែនហើយអ្នកទាំងអស់គ្នាឃើញដោយសារតើបេសកកម្មត្រូវស្វែងរកមនុស្សដែលជាប់នៅក្នុងអគារហ្នឹងគឺបានសត្វឆ្កែជួយដែរបងប្អូនទាំងអស់គ្នាព្រោះដោយសារតើចំពោះវាគឺហិតក្លិនមនុស្សបានរបៀបថាបានយ៉ាងល្អមែនទែនបងប្អូនអញ្ចឹងគេត្រូវការប្រើវាដើម្បីជួយទៅហិតក្លិនឲ្យដឹងថាតើមនុស្សនៅជាប់កន្លែងណាខ្លះឬមួយក៏នៅកន្លែងណាខ្លះអញ្ចឹងសួរមនុស្សគេទៅជួយកោះកាយអញ្ចឹងត្រូវការប្រើវាដោយសារតែបានពួកវាហ្នឹងហើយបានជួយសង្គ្រោះមនុស្សបានបន្តទៀតអញ្ចឹងអ្នកទាំងអស់គ្នាល្មមណាល្មមដឹងពីគុណសម្បត្តិក៏ល្មមដឹងថាតើវាអាចជួយយើងអីបានខ្លះវាអាចនៅយាមផ្ទះវាអាចរបៀបថាជួយការពារម្ចាស់ជួយអីចឹងទៅហើយបើសិនជាយើងមានពេលឬមួយក៏យើងចេះប្រហាត់វាឆ្កែចេះហើយអ្នកទាំងអស់គ្នាឲ្យមានញៀនដូចមនុស្សចឹងអញ្ចឹងសំណុំពរណាដល់បងដែលគាត់ចូលចិត្តញ៉ាំសាច់វាខ្ញុំដឹងថាអ្នកដែលគាត់ចូលចិត្តញ៉ាំសាច់វាគឺឆ្ងាញ់ដូចសាច់គោចឹងឆ្ងាញ់ដូចសាច់ជ្រូកចឹងយើងអត់ចេះញ៉ាំសាច់ឆ្កែប៉ុន្តែយើងញ៉ាំសាច់គោសាច់ជ្រូកយើងនៅតែដឹងឆ្ងាញ់ប៉ុន្តែអ្នកដែលគាត់ចូលចិត្តញ៉ាំសាច់ឆ្កែអានឹងគាត់ដឹងថាសាច់ឆ្កែឆ្ងាញ់ចឹងបានគាត់នៅតែញ៉ាំប៉ុន្តែខ្ញុំនៅតែលើកទឹកចិត្តដល់បងប្អូនណាឈប់ទៅបន្តឈប់ញ៉ាំសាច់ឆ្កែទៅអ្នកទាំងអស់គ្នាព្រោះដោយសារតើឆ្កែអ្នកទាំងអស់គ្នាឃើញពេលដែលយើងទុកវាហើយយើងចេះប្រហាត់វាយើងចេះបដោះបដាលវាគឺវាចេះណាស់ហើយវាស្រឡាញ់ម្ចាស់ណាស់អ្នកទាំងអស់គ្នាអានេះខ្ញុំប្រាប់ហើយល្មមទៅណាបងអូនហើយជាពិសេសអាជីវកម្មអាជីវករអ្នកដែលគាត់ចូលចិត្តលក់សាច់ឆ្កែខ្ញុំដឹងថាសាច់ឆ្កែវាលក់បានថ្លៃហើយខ្ញុំដឹងថាវាឆ្ងាញ់ហើយប៉ុន្តែឥឡូវយើងឃើញអញ្ចឹងហើយយើងនៅតែបន្តញ៉ាំវាទៀតអត់ខ្ញុំអាណិតវាមែនតើពេលដែលឃើញគេយកទៅអាកគេយកទៅសោះគេយកទៅប្រលះអាខ្លះយកទៅប្រឡាក់អាខ្លះយកទៅស្លម្ជូរស្លអីអូយខ្ញុំពិបាកមែនតើហាខ្លះទៀតយកទៅដុតទឹកដូងអីណាអូយចង់និយាយថាចេះតែរហូតនឹកឃើញហើយឆ្កែជាសត្វមួយដែលគោរពម្ចាស់ហើយបើយើងស្រឡាញ់វាយើងថែវាក៏ស្រឡាញ់យើងហើយវាអត់ភ្លេចយើងទេបងប្អូនសត្វឆ្កែនេះមួយចេះមែនតើអញ្ចឹងសំណុំពរណាខ្ញុំនៅតែលើកទឹកចិត្តដល់បងប្អូនឈប់បរិភោគសត្វឆ្កែទេទៅហេតុការណ៍ពីម្សិលមិញនេះគឺជារឿងរ៉ាវរបស់យុវជនម្នាក់ដែលមានឈ្មោះថាតាគាត់បានរត់ទៅជួយមិត្តស្រីផងនិងនារីម្នាក់ទៀតរហូតដល់ពួកគេរួចជីវិតតែតាបានបាត់ខ្លួននៅក្រោមអាគារបាត់ស្រុតដោយសារតែការរំជួយដីគេមិនទាន់ដឹងពីជោគវាសនារបស់តានៅឡើយទេសង្សាររបស់តាកំពុងតែរងចាំគាត់នៅមុខការដ្ឋានសំណង់បានបាក់រលំនៅចតុចក្រសម្លេងរបស់នាងញាប់ញ័រណាស់ជាមួយនឹងក្តីសង្ឃឹមថាតានឹងមានសុវត្ថិភាពយុវជនបាត់ខ្លួនដែលមានឈ្មោះថាតាអាយុ23ឆ្នាំជាកម្មករសំណង់ពេលដែលអាគារនឹងវារលំភ្លាមកម្មករបានស្រែកឲ្យគាត់រត់ចេញប៉ុន្តែគាត់បានជ្រើសរើសរត់ចូលវិញលើកទី1គាត់បានរត់ត្រឡប់មកវិញពេលជួយសង្គ្រោះមិត្តស្រីរបស់គាត់នាងបានរត់ចេញមកដោយសុវត្ថិភាពតែមិនព្រមឈប់ទេគាត់ក៏បានរត់ត្រឡប់ទៅក្នុងអាគារវិញទៀតដើម្បីទៅជួយសង្គ្រោះមិត្តរួមការងារម្នាក់ទៀតដែលជាប់គាំងស្ត្រីពីរនាក់មានសុវត្ថិភាពហើយប៉ុន្តែតាបានបាត់ខ្លួនមិនបានត្រឡប់មកវិញទេមិនទាន់មានអ្នកណាអាចតាក់ទងគាត់បាននៅឡើយទេមិត្តស្រីនៅតែរងចាំហើយយំរាល់ពេលមានព័ត៌មានថាអ្នកនៅរស់ត្រូវបានទាញចេញពីបំណែកអាគារអ្នកដែលរួចជីវិតគេមិនទាន់ប្រកាសឈ្មោះទេសូមឲ្យតាដែលបានរត់ទៅជួយសង្គ្រោះជីវិតអ្នកដទៃគាត់នឹងអាចត្រឡប់មកវិញដោយសុវត្ថិភាពគឺជាព័ត៌មានមួយដែលតាក់ទងនឹងបុរសដែលមានឈ្មោះថាតាណាបងប្អូនទាំងអស់គ្នាចាមុនពេលអាគារត្រូវបាក់ស្រុតមករលំហ្នឹងគឺមានក្រុមការងារហ្នឹងប្រាប់ឲ្យគាត់ចេញប៉ុន្តែគាត់រត់ចេញហើយក៏គាត់រត់ចូលទៅវិញដើម្បីជួយសង្គ្រោះសង្សារគាត់ពេលដែលគាត់ជួយសង្គ្រោះសង្សារគាត់ហើយគាត់ក៏បានរត់ចូលទៅក្នុងអាគារហ្នឹងម្ដងទៀតដើម្បីជួយសង្គ្រោះមិត្តភ័ក្តិរបស់គាត់ដែលជាប់នៅក្នុងអាគារហ្នឹងដល់ពេលហើយឥឡូវហ្នឹងគឺគាត់អត់ទាន់របៀបថាគាត់ជួយគេបានទេប៉ុន្តែគាត់អត់ទាន់បានរត់ខ្លួនរបៀបថារួចខ្លួនចេញពីអាគារហ្នឹងដល់ឡើយទេរបៀបថាគាត់រត់ទៅជួយគេបានហើយប៉ុន្តែគាត់នៅជាប់គាំងនៅក្នុងអាគារហ្នឹងខ្លួនឯង
ឯងប្រហែលអាចនឹងរបៀបថាបាក់ស្រុកចុះម្ដងទៀតចឹងធ្វើឲ្យគាត់ជាប់នៅក្នុងនឹងចឹងណាបងប្អូនទាំងគ្នាឥឡូវហ្នឹងសង្សាររបស់គាត់ហ្នឹងកំពុងតែចាំគាត់ហើយអត់ទាន់ដឹងទទួលដំណឹងថាបរិះដែលឈ្មោះតាហ្នឹងត្រូវគេជួយសង្គ្រោះបានឬមួយក៏អត់ទេបងប្អូនទាំងគ្នាហើយសង្សាររបស់គាត់ហ្នឹងនៅតែយំនៅតែចាំផ្លូវរបស់គាត់ចឹងណាព្រោះដោយសារតើបើសិនជាគាត់អត់ជួយម្នាក់ស្រីហ្នឹងចេញមកទេក៏ម្នាក់ឈ្មោះតាហ្នឹងបរិះដែលមានឈ្មោះតាហ្នឹងក៏អត់ជាប់នៅក្នុងនឹងដែរបងប្អូនអញ្ចឹងយើងមានតែតាមដានទៀតនិយាយទៅបរិះល្អព្រះរបៀបថាមនុស្សល្អព្រះនៅតែតាមថែរក្សាអញ្ចឹងបងប្អូនទាំងអស់គ្នាចា